អាជីវករក្នុងផ្សារដើមកចាស់បន្តលក់ដូរធម្មតាលើកលែងតែលក់ដូរលើចិញ្ចើមផ្លូវនិងទ្រូងផ្លូវលោកខុងស្រែកមានប្រសាសន៍ថាអាជីវករលក់ដូរក្នុងផ្សារដើមកនៅបន្តលក់ដូរធម្មតាមិនមានការរុះរើនិងផ្ទេរចេញពីផ្សារដើមកចាស់ទៅផ្សារដើមកថ្មីទេអ្វីដែលជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញគឺធ្វើទៅលើតែអាជីវករលក់ដូរឥតសណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវនិងទ្រូងផ្លូវប៉ុណ្ណោះលោកខុងស្រែកអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងគណៈចុះពិនិត្យទីតាំងរៀបចំសណ្ដាប់ធ្នាប់និងការរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញជុំវិញផ្សារដើមកក្រោយបញ្ចប់ការលក់ដូរលើចិញ្ចើមថ្នល់នារសីថ្ងៃទី18ខែមករាឆ្នាំ2026ក្នុងខណៈនោះដែរលោកអភិបាលរាជធានីភ្នំពេញថែមទាំងបានគូបញ្ជាក់ទៀតថាសម្រាប់អ្នកលក់ដូរនៅក្នុងផ្សារដើមកកុំព្រួយបារម្ភនៅបន្តការលក់ដូររបស់ខ្លួនដដែលចោះអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ចំពោះតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវនិងទ្រូងផ្លូវនៅជុំវិញផ្សារដើមកតែប៉ុណ្ណោះកាលពីថ្ងៃទី18ខែមករាឆ្នាំ2026នេះអាជ្ញាធររាជធានីភ្នំពេញបានបន្តការសម្អាតអនាម័យជួសជុលនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅលើផ្លូវពាក់ព័ន្ធនានាជុំវិញផ្សារដើមកដោយដំណើរការនេះត្រូវបានហាមដាច់ខាតមិនឲ្យអាជីវករដែលធ្លាប់លក់ដូរតាមចិញ្ចើមផ្លូវជាពិសេសលើផ្លូវជុំវិញផ្សារដើមកវិលត្រឡប់មកបន្តលក់ដូរយ៉ាងអនាធិបតេយ្យដោយដែលធ្លាប់លក់ដូរពីមុនទៀតឡើយនេះជាការបញ្ជាក់របស់លោកស្រីដាវសំភ័រនាយិការរងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី18ខែមករាឆ្នាំ2026អ្វីដែលអាជ្ញាធរកំពុងតែអនុវត្តជុំវិញការរៀបចំសណ្ដាប់ធ្នាប់និងស្ដារឡើងវិញនៅសោភ័ណភាពជុំវិញផ្សារដើមកនាពេលនេះបាននឹងកំពុងទទួលការសាទរយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញជាមួយគ្នានេះអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកស្រីដាវសំភ័របានអំពាវនាវដោយទទូចឲ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវនិងលើផ្លូវជុំវិញផ្សារដើមកដែលនៅមិនទាន់ទទួលយកនៅការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញសម្រាប់មកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅដើម្បីចូលរួមក្នុងការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយក៏ដូចជាការកែលម្អសោភ័ណភាពទីក្រុងស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុតក្នុងចំណោមទីក្រុងធំៗទាំង20ជុំវិញពិភពលោកសម្រាប់ឆ្នាំ2026នេះសូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឲ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវចិញ្ចើមផ្លូវនៅតំបន់ជុំវិញផ្សារដើមកទៀតទេចាប់ពីថ្ងៃទី18ខែមករាឆ្នាំ2026តទៅ